Tao xưa đây nào kia là nó nhau tao sẽ rương sòng bí đại chia phía đập pi bỏ dương ấy hỏi môn nó cho nó không sạch hưởng bỏ dương sân chỉ nẹt ở kia cứ trong pa cà phê mà cán trong bán ai pa tam chu o vào nhóm bán dương cũng hỏi xăm nhắm vô dương cho nó không sạch hưởng bỏ dương tai mà đòn tới cái tập đại gia na cứ niêngกับpong tàng quay đòi phía phơi khai nốtกับbán lư tha sầm lên sòng bí cứ chất mà đỏ niêng hỏi đại chân tới thôi gia na niêng bắt chia phơi khaiคลั่ง មែនតែន gia na cứ niêngมันcứ than niêngมันត្រូវឲ្យសំប៊ីគឺធ្វើឲ្យនាងគឺឆ្លងមេរោគបាននោះទេតែពេលដែលយាណាគឺនាងកំពុងតែគិតនោះយើងក៏បានឃើញថាសំប៊ីគឺបានឡើងមករកនាងហើយយើងមើលទៅលើសំប៊ីមួយហ្នឹងទៅហាក់ដូចជាវាគឺខុសប្លែកពីសំប៊ីដទៃវាគឺអាចចាប់ទីតាំងមនុស្សបានហើយនៅពេលដែលសំប៊ីមួយហ្នឹងគឺបានឡើងមកដល់ខាងលើហើយហ្នឹងវាក៏បានបែររកទៅកាន់យាណាហើយនៅពេលដែលវាគឺកំពុងតែបែរមើលចុះឡើងហ្នឹងសំប៊ីមួយហ្នឹងវាក៏បានប្រទះឃើញយាណាហើយនាងហ្នឹងកំពុងតែអង្គុយគៀនឡើងអញ្ចឹងទៅធ្វើឲ្យវាពិតជាសប្បាយចិត្តខ្លាំងមែនតើពីព្រោះតែវាគឺបានគិតថាវានឹងអាចបានស៊ីកលៀនគោរបស់យាណាហើយប៉ុន្តែនៅពេលហ្នឹងវាពិតជាសំណាងល្អខ្លាំងមែនតើដោយហាក់ឈុលគឺបានមកទាន់ហើយគាត់ក៏បានយកកំបិតហ្នឹងចាក់ទៅកាន់សំប៊ីមួយហ្នឹងគឺងាប់បាត់ទៅគ្រាន់តែយាណាគឺបានឃើញហេតុការណ៍មួយហ្នឹងនាងពិតជាតក់ស្លុតខ្លាំងមែនតើនាងសឹងតែមិនអាចទទួលយកហេតុការណ៍មួយហ្នឹងបានហើយនៅពេលដែលហាក់ឈុលគឺបានសម្លាប់សំប៊ីហើយហ្នឹងគាត់ក៏បានសួរយាណាថាតើយាណាហ្នឹងគឺមិនអីទេអីហើយតើនាងហ្នឹងគឺមានត្រូវសំប៊ីខំចំកន្លែងមួយណាដែរឬទេពីព្រោះតែអំបញ្ញមិញគឺគាត់បានឃើញថាសំប៊ីគឺបានញញឹមដាក់យាណាហើយគាត់ពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាសំប៊ីមួយហ្នឹងគឺចេះញញឹមគ្រាន់តែយាណាគឺបានលឺហាក់ឈុលសួរដូច្នេះនាងក៏បានតបទៅកាន់ហាក់ឈុលវិញថាហើយជាបរិះម្នាក់ហ្នឹងគឺមិនបានឆ្លងវីរុសសំប៊ីនោះទេហើយគាត់គ្រាន់តែជាមនុស្សធម្មតាតែបរិះអំបញ្ញមិញវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងមែនតើបរិះម្នាក់ហ្នឹងគឺបានបញ្ញត្តិខ្ញុំប៉ុន្តែហាក់ដូចជាហាក់ឈុលគឺគាត់មិនបានជឿនោះទេដោយគាត់គឺបានគិតថាអំបញ្ញមិញគឺជាសំប៊ីតែបើតាមគាត់ដឹងគឺសំប៊ីទាំងអស់នោះគឺមិនអាចធ្វើតាមអារម្មណ៍របស់មនុស្សយើងបាននោះទេប៉ុន្តែសំប៊ីអំបញ្ញមិញជាវាហ្នឹងគឺមានការគិតទៅវិញខ្ញុំពិតជាឆ្ងល់ខ្លាំងមែនតើគ្រាន់តែយ៉ាងណាគឺបានលឺដូច្នេះនាងក៏បានតបយ៉ាងលឿនវិញថាអំបញ្ញមិញគឺជាមនុស្សទេវាមិនអាចជាសំប៊ីជាដាច់ខាតហើយនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែនិយាយគ្នានោះមានជនគាត់ក៏បានតបវិញថាឆ្លងរបស់សំប៊ីហ្នឹងគឺមានលក្ខណៈផ្សេងគ្នាមានជនគឺគាត់បានគិតថាប្រហែលជាសំប៊ីអំបញ្ញវិញវាកំពុងតែអភិវឌ្ឍខ្លួនហ្នឹងមិនមែនអ្វីខិនទេប្រាប់ហើយប្រយ័ត្នកញ្ញោហើយមិនយូរប៉ុន្មានទេសំប៊ីទាំងអស់នោះនឹងមានការគិតឆ្លាតជាងមនុស្សយើងហើយវានឹងមានរាងកាយរឹងមាំនឹងការគិតខ្ពស់សំប៊ីទាំងអស់ហ្នឹងគឺវានឹងលូតលាស់បន្តទៀតដែលហាក់ឈុលគឺបានលឺមានជននិយាយអញ្ចឹងគាត់ក៏បានសួរមានជនថាតើហេតុអ្វីបានជាមានជនហ្នឹងគឺបានដឹងអំពីរឿងមួយហ្នឹងមានជនគឺគាត់បានប្រាប់ទៅកាន់ហាក់ឈុលវិញថាគឺគាត់មិនប្រកាសនោះទេមួយហ្នឹងគ្រាន់តែជាការគិតរបស់គាត់តែប៉ុណ្ណោះទោះបីជាអ្នកទាំងអស់គ្នាគឺស្ដាប់ទៅវាមិនសមហេតុផលក៏ដោយតែសំប៊ីទាំងអស់នោះគឺធ្វើឲ្យគាត់គឺបានដឹងជាក់ស្ដែងហើយខ្ញុំក៏ធ្លាប់លេងហ្គេមដែរហើយខ្ញុំពិតជាជក់ចិត្តជាមួយនឹងវាខ្លាំងមែនតើវានឹងហើយគឺជាក្តីសម័យរបស់ខ្ញុំនៅពេលឥឡូវហ្នឹងដែលមានជនគឺបាននិយាយចប់នោះហាក់ឈុលគាត់ក៏បាននិយាយតអំពីមានជនថាគ្រាន់តែគាត់គឺបានស្ដាប់ហើយនោះវាពិតជាអស់សំណើចខ្លាំងមែនតើហើយវាសឹងតែមិនគួរឲ្យជឿណានាងក៏បាននិយាយបន្តពីហាក់ឈុលថាអញ្ចឹងតើលោកមានន័យថាពួកយើងកំពុងតែនៅក្នុងហ្គេមមែនទេមានជនគ្រាន់តែមានជនគឺបានលើថាពួកគេទាំងពីរនិយាយទាំងសើចចំអកដូច្នេះជនគាត់ក៏បានប្រាប់ឲ្យពួកគេទាំងពីរនាក់គឺបំភ្លេចរឿងនឹងចោលទៅដល់ពេលដែលពួកគេទាំងពីរនាក់កំពុងតែចែកគ្នានោះហាក់ឈុលគាត់ក៏បានងើបក្បាលចុះហើយហាក់ឈុលគឺគាត់បាននិយាយថាទោះយ៉ាងណាក៏ដោយជំងឺគឺវាពិតជារាតត្បាតខ្លាំងមែនតើវាពិតជាអាក្រក់ខ្លាំងមែនតើនៅក្នុងប្រវត្តិសាស្ត្រដែលវាមិនធ្លាប់ជួបតែពួកយើងទាំងអស់គ្នាទៅតែរស់មិនត្រូវស្លាប់នោះទេហើយនៅពេលដែលហាក់ឈុលគឺគាត់កំពុងតែគិតរឿងហ្នឹងនោះគាត់ក៏បាននិយាយថាចុះបើឈាមគឺធ្លាក់លើខ្លួនរបស់យើងនោះវានឹងអាចឆ្លងមេរោគដែរឬទេព្រោះតែមានជនគឺបាននិយាយចប់ភ្លាមនោះហាក់ឈុលគាត់ក៏បានតវិញថាគឺវាមិនអីនោះទេដោយសារតែគាត់គឺត្រូវបានសំប៊ីហ្នឹងគឺប្រឡាក់ឈាមរហូតហ្នឹងហើយបើសិនបើពួកយើងគឺត្រូវសំប៊ីខំនោះគឺនឹងអាចឆ្លងមេរោគកាន់តែខ្លាំងឡើងប៉ុន្តែឥឡូវហ្នឹងពួកយើងគឺមិនបាច់ភ័យព្រួយនោះទេដោយសារតែពួកយើងគឺមានកំភ្លើង K2 ហើយនឹងកូនកំបិត2ផងដែរខ្ញុំគឺមានកំបិតបត់មួយហើយជារបស់ខ្ញុំអញ្ចឹងមានជនគឺអាចយកទៅកំបិតមួយហ្នឹងហើយកំបិតមួយទៀតគឺសម្រាប់នាងយេណាឲ្យនាងហ្នឹងគឺឆាប់យកទៅហើយគ្រាន់តែយេណាគឺបានឃើញថាហាក់ឈុលគឺបានយកកំបិតឲ្យមកកាន់នាងនោះយេណានាងក៏បាននិយាយទៅកាន់ហាក់ឈុលថាតើហាក់ឈុលហ្នឹងគឺឈួតមែនទេហើយអ្វីបានជាឲ្យនាងគឺប្រើកំបិតពួកហ្នឹងគិតថាខ្ញុំហ្នឹងគឺអាចប្រើកំបិតមួយហ្នឹងបានមែនទេគ្រាន់តែហាក់ឈុលគឺបានលឺយេណានិយាយដូច្នេះគាត់ក៏បានតបវិញថាគាត់ឲ្យកំបិតមួយហ្នឹងសម្រាប់នាងដើម្បីការពារខ្លួនឯងនឹងឯងនាងហ្នឹងទទួលយកទៅហើយមានជនពេលក្រោយខ្ញុំនឹងបង្រៀនលោកដើម្បីប្រើកំភ្លើងព្រោះតែខ្ញុំគឺបានដឹងថាប្រសិនបើខ្ញុំគឺបានស្លាប់នោះលោកនឹងត្រូវការកំភ្លើងមួយហ្នឹងហើយណាកូនកំបិតមួយហ្នឹងនាងត្រូវតែប្រើវាឲ្យបានល្អពេលដែលពួកគេទាំងពីរនាក់គឺបានលឺហាក់ឈុលនិយាយអញ្ចឹងទៅយេណានាងក៏បានថាឲ្យទៅកាន់ហាក់ឈុលហើយអ្វីបានជាហាក់ឈុលហ្នឹងគឺនិយាយឈួតឡប់អញ្ចឹងមានជនគាត់ក៏បានថាឲ្យផងដែរដែលគាត់គឺបានថាអាក្រក់ខ្លាំងមែនតើទៅកាន់ហាក់ឈុលគាត់គឺបាននិយាយថាអ្នកដែលតែនិយាយពាក្យហ្នឹងគឺតែស្លាប់មុនគេរហូតមានជនគាត់ពិតជាពើលើខ្លាំងមែនតើដែលគាត់គឺបានសួរហាក់ឈុលថាតើហាក់ឈុលគឺដែរមើលរឿង movie ដែរទេពេលដែលបរិះម្នាក់ហ្នឹងគឺបាននិយាយឲ្យនោះគាត់នឹងស្លាប់ភ្លាមតែម្ដងតែពេលដែលហាក់ឈុលគឺបានលឺថាពួកគេទាំងពីរគឺដៀលគាត់ចុកបែបនេះក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរថាគឺគាត់មិនងាយស្លាប់នោះទេពីព្រោះតែឥឡូវហ្នឹងគឺគាត់ធ្វើអ្វីដើម្បីរស់តែប៉ុណ្ណោះតែពួកយើងទាំងអស់គ្នាគឺត្រូវតែរៀបចំខ្លួនដើម្បីប្រទះនឹងអ្វីដែលអាក្រក់សម្រាប់ពួកយើងទាំងអស់គ្នាតែពេលដែលហាក់ឈុលគឺបាននិយាយចប់ហើយ
នោះមានជនគាត់ក៏បាននិយាយថាឈុលឯងពិតជានិយាយត្រូវហើយប៉ុន្តែខ្ញុំពិតជាចង់ប្រើកំភ្លើងមែនតែនប៉ុន្តែហាក់ដូចជាវាមិនអាចទៅរួចនោះទេប្រសិនបើយើងគឺបាញ់កំភ្លើងនៅពេលឥឡូវហ្នឹងវាអាចទាំងលឺសំឡេងហើយណាមួយទៀតគឺគ្រាប់កំភ្លើងរបស់យើងគឺមានកំណត់ពួកយើងទាំងអស់គ្នាគឺមិនត្រូវប្រើគ្រាប់ខ្ជះខ្ជាយនោះទេអូអញ្ចឹងយ៉ាងណាតានាងគឺចង់ប្រើកំភ្លើងដែរឬទេគ្រាន់តែយ៉ាងណាគឺបានលឺមានជនសួរដូច្នេះនាងក៏បានបែរមុខទៅម្ខាងទៀតភ្លាមតែម្ដងនាងគឺបានប្រាប់មានជនថាគឺនាងមិនដឹងនោះទេណានាងក៏បន្តនិយាយទៀតថាកុំឲ្យមានជនហ្នឹងគឺមកចិត្តនាងអីសារតែឥឡូវហ្នឹងគឺនាងមិនចង់នៅក្បែរមានជននោះទេតែពេលដែលមានជនគឺបានលឺយ៉ាងណានិយាយអញ្ចឹងទៅគាត់ពិតជាឆ្ងល់ខ្លាំងមែនតើមានជនគឺគាត់បានសួរយ៉ាងណាថាតើគាត់គឺបានធ្វើអ្វីខុសចំពោះយ៉ាងណាមែនទេឬក៏យ៉ាងណាគឺចង់ធ្វើចរិតដូចជាការនៅសាលារៀនទៀតមែនទេតែយ៉ាងណាហាក់ដូចជាមិនបានតបតជាមួយនឹងមានជននោះទេយ៉ាងណាគឺនាងបានគិតថាមានជនហ្នឹងគឺមិនចេះគិតនោះទេហើយមានជនគឺគាត់មិនបានគិតទេថានាងគឺមិនទាន់បានងូតទឹកប៉ុន្មានថ្ងៃហើយហើយយ៉ាងណានាងពិតជាមានអារម្មណ៍ខ្ពើមខ្លួនឯងខ្លាំងមែនតើសារតែខ្លួននាងឥឡូវហ្នឹងវាពិតជាមានក្លិនស្អុយខ្លាំងណាស់ហើយណាមួយឥឡូវហ្នឹងគឺនាងមិនចង់នៅក្បែរមានជននោះទេតែហេតុអ្វីបានជាឥឡូវហ្នឹងគឺនាងបែរជាខ្វាយខ្វល់អំពីមានជនទៅវិញហើយនៅពេលដែលយ៉ាងណាគឺនាងបានគិតឲ្យនោះមុខរបស់នាងពិតជាក្រហមខ្លាំងមែនតើនាងគឺគិតថាវាពិតជាគួរឲ្យរំខានខ្លាំងមែនតើពេលដែលនាងគឺខ្វាយខ្វល់អំពីមានជនអញ្ចឹងដូចជានាងឥឡូវហ្នឹងដូចជាមានចិត្តទៅកាន់មានជនអញ្ចឹងនៅពេលដែលយ៉ាងណាគឺបានគិតហើយនោះថ្ងៃថ្មីក៏បានចូលមកដល់ក៏បានឃើញថាពួកគេទាំង3នាក់កំពុងតែបន្តដំណើរទៅខាងមុខបន្តទៀតហើយនៅពេលដែលពួកគេទាំង3នាក់គឺកំពុងតែដើរនោះហាក់ឈរគាត់ក៏បានសួរយ៉ាងណាថាតើនាងគឺអាចដឹងអំពីក្លិនរបស់ស៊ុំប៊ីដែរឬទេគ្រាន់តែយ៉ាងណាគឺបានលឺហាក់ឈរសួរដូច្នេះនាងក៏បានតបយ៉ាងលឿនវិញថាប្រហែលជាកន្លែងមួយហ្នឹងគឺមានស៊ុំប៊ី2 3តែប៉ុណ្ណោះសារតែនាងគឺមិនសូវជាធំក្លិនខ្លាំងនោះទេហើយណាមួយនាងក៏មិនប្រកាសផងដែរថាស៊ុំប៊ីនោះវាគឺនៅកន្លែងមួយណាពេលដែលពួកគេទាំងពីរនាក់កំពុងតែជជែកគ្នានោះមានជនគាត់ក៏បានបន្តពីក្រោយថាគាត់ពិតជាអរគុណទៅកាន់យ៉ាងណាខ្លាំងមែនតើយ៉ាងណាគឺអាចដឹងអំពីស្ថានភាពពួកគេទាំងអស់នឹងអាចទៅកន្លែងដែលមានសុវត្ថិភាពយ៉ាងឆាប់រហ័សដែលហាក់ឈលលឺដូច្នេះគាត់ក៏បាននិយាយថាយើងទាំងអស់គ្នាគួរតែកុំធ្វើឲ្យស៊ុំប៊ីនោះគឺដឹងខ្លួនអីថាតែឥឡូវហ្នឹងគឺគាត់មិនសូវស្រួលនោះទេព្រោះតែថ្ងៃមិញហ្នឹងគឺគាត់បានប្រយុទ្ធជាមួយនឹងទាហានដែលជាស៊ុំប៊ីហ្នឹងឯងធ្វើឲ្យគាត់ក៏មានរបួសបន្តិចបន្តួចផងដែរព្រោះតែមានជនគឺបានលឺហាក់ឈលនិយាយដូច្នេះគាត់ក៏បានសួរហាក់ឈលថាតើហាក់ឈលហ្នឹងគឺមិនអីទេអីហើយតែហាក់ឈលហ្នឹងគឺកំពុងតែពិបាកក្នុងការធ្វើដំណើរមែនទេគ្រាន់តែមានជនគឺបានសួរឲ្យភ្លាមនោះហាក់ឈលគាត់ក៏បានតបវិញថាគាត់គឺមិនសូវអីនោះទេតែគ្រាន់តែគាត់គឺបបួលសរសៃបន្តិចបន្តួចតែប៉ុណ្ណោះតែមានជនគឺបានលឺហាក់ឈលគឺបបួលសរសៃដូច្នេះគាត់ក៏បានបបួលហាក់ឈលហ្នឹងឲ្យឈប់សម្រាកសិនទៅហើយនឹងកុំរុញរាខ្លាំងពេកហាក់ឈលតែហាក់ឈលគឺបានលឺថាមានជនគឺបារម្ភអំពីគាត់ចឹងទៅគាត់ពិតជាគៀងយោបល់ខ្លាំងមែនតែនហាក់ឈលគឺគាត់បាននិយាយថាវាពិតជាស្រាលខ្លាំងមែនតែនដោយសារតែគាត់ធ្លាប់រត់ចេញអំពីការ៉េខាងជើងគឺវាលើសនឹងផងគ្រាន់តែប៉ុណ្្នឹងគឺគ្មានអ្វីអស្ចារ្យសម្រាប់គាត់នោះទេតែវាមិនអីនោះទេមានជនឯងក៏គិតត្រូវដែរទោះបីជាយ៉ាងណាក៏យើងត្រូវតែរកកន្លែងគេងផងដែរនៅពេលដែលមានជនហើយនឹងហាក់ឈលកំពុងតែនិយាយគ្នាសុកនោះយ៉ាងណានាងក៏បានឃើញអ្វីមួយហើយយ៉ាងណាគឺនាងបានចាប់អារម្មណ៍ទៅកាន់ទ្វារដោយទ្វារមួយហ្នឹងគឺមានគូសសញ្ញាខ្វែងគ្រាន់តែយ៉ាងណាគឺបានឃើញអញ្ចឹងទៅនាងក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់គឺភ្លាមតែម្ដងប៉ុន្តែនៅពេលហ្នឹងយើងក៏បានឮសំឡេងនរណាម្នាក់ហៅយ៉ាងណាគឺនាងស្មានតែស៊ុំប៊ីឯតាប៉ុន្តែហ្នឹងគឺមិនមែនជាស៊ុំប៊ីទេគឺជាមនុស្សហើយមនុស្សដែលបានហៅពួកគេទាំង3នាក់នោះគឺនៅខាងលើអគារបរិមម្នាក់ហ្នឹងគឺបានស្រែកសួរពួកគេថាតើពួកគេទាំងអស់គ្នាគឺនៅរស់មែនទេប្រសិនបើអ្នកទាំងអស់គ្នាគឺនៅរស់ដូច្នេះតើអ្នកទាំងអស់គ្នាគឺអាចជួយមកកាន់គាត់បានដែរឬទេដោយសារតែគាត់ហ្នឹងគឺជាប់នៅខាងលើគឺ2ថ្ងៃហើយមកអ្នកទាំងអស់គ្នាហ្នឹងគឺជួយមកកាន់គាត់ផងតែពួកគេទាំង3នាក់គឺបានឮថាបរិមម្នាក់ហ្នឹងគឺសូមជំនួយអំពីពួកគេអញ្ចឹងតើឈរគាត់ក៏បានស្រែកសួរថាតើលោកហ្នឹងគឺជាប់នៅខាងលើអគារហ្នឹងដោយរបៀបណាគ្រាន់តែបរិមម្នាក់ហ្នឹងគឺបានឮហាក់ឈរសួរដូច្នេះគាត់ក៏បានតបយ៉ាងលឿនវិញថាគឺនៅពេលដែលគាត់គឺបានឡើងនៅខាងលើហ្នឹងដោយសារតែគាត់គឺទៅទិញអាហារវាស្រាប់តែមានស៊ុំប៊ីគឺតាមខំគាត់មកដល់ទីកន្លែងមួយហ្នឹងតែជាសំណាងល្អខ្លាំងមែនទែនដែលគាត់គឺបានឡើងមកខាងលើតតែឥឡូវហ្នឹងវាពិតជាអាក្រក់ខ្លាំងមែនទែនដោយសារតែស៊ុំប៊ីហ្នឹងវានៅជាប់ចណ្ដាលដែលគាត់គឺត្រូវចុះទៅខាងក្រោមហ្នឹងឯងអញ្ចឹងទៅធ្វើឲ្យគាត់គឺមិនអាចចុះបាននោះទេពេលដែលបរិសម្នាក់ហ្នឹងគឺបាននិយាយចប់នោះហាក់ឈលគាត់ក៏បានសួរថាតើនរណាគេជាអ្នកបិទទ្វារទៅជាន់ទី1ហ្នឹងតើលោកគឺអាចបញ្ជាក់ប្រាប់ខ្ញុំបានដែរឬទេគ្រាន់តែបរិសម្នាក់ហ្នឹងគឺបានលឺអញ្ចឹងទៅគាត់ក៏បានតបយ៉ាងលឿនវិញថាគឺគាត់មិនដឹងនោះទេគាត់គឺគ្រាន់តែដឹងថាគឺមានមនុស្សអាក្រក់ហ្នឹងគឺបានបិទទ្វារមួយហ្នឹងហើយនៅពេលដែលពួកវាគឺបានបិទទ្វារមួយហ្នឹងហើយពួកវាក៏បានចេញពីកន្លែងមួយហ្នឹងទៅគ្រាន់តែបរិសម្នាក់ហ្នឹងគឺបាននិយាយចប់ភ្លាមនោះហាក់ឈលគាត់ក៏បានសួរថាតើកន្លែងមួយហ្នឹងគឺមានស៊ុំប៊ីប្រមាណដែរនៅក្នុងកម្មចលាហ្នឹងបរិសម្នាក់ហ្នឹងគឺបានតបវិញថាគឺមានស៊ុំប៊ី6 7នាក់ហ្នឹងឯងនៅចំកម្មចលាដែលគាត់គឺត្រូវចុះហ្នឹងឯងគ្រាន់តែហាក់ឈលគឺបានលើបរិសម្នាក់ហ្នឹងគឺនិយាយហើយហ្នឹងឈលគឺគាត់បានគិតថាប្រសិនបើបរិសម្នាក់ហ្នឹងគឺនិយាយការពិតមែននោះប្រសិនបើមានស៊ុំប៊ី6 7នាក់នោះក៏វាពិបាកផងដែរប្រសិនបើគាត់គឺទប់ទល់ជាមួយនឹងស៊ុំប៊ីឥឡូវហ្នឹងគ្រាន់តែហាក់ឈលគឺបានគិតហើយភ្លាមនោះគាត់ក៏បានប្រាប់ទៅកាន់បរិសម្នាក់ហ្នឹងថាឲ្យគាត់ហ្នឹងគឺសុំទោសផងការជួយរបស់លោកហ្នឹងគឺមិនមែនជាទូនាទីរបស់ខ្ញុំនោះទេមានជនតោះយើងគឺចាក់ចែងពីកន្លែងមួយហ្នឹងគ្រាន់តែបរិសម្នាក់ហ្នឹងគឺបានឮថាហាក់ឈលគឺមិនចង់ជួយគាត់ដូច្នេះម្នាក់ហ្នឹងគឺបានសុំអង្វរហាក់ឈលកុំឲ្យចាក់ចែងពីកន្លែងមួយហ្នឹងអីឆាប់ជួយមកកាន់គាត់ផងតែគាត់ហ្នឹងគឺមិនបានទៅផ្ទះ2ថ្ងៃហើយមួយប្រពន្ធគាត់ហើយនឹងកូន5នាក់របស់គាត់គឺកំពុងតែរងចាំគាត់ផងហើយណាមួយគាត់ពិត
ជាចង់រកទៅកាន់កូនស្រីរបស់គាត់ខ្លាំងមែនតើមកពួកគេហ្នឹងគឺជួយមកកាន់គាត់ផងពេលដែលមានជនគឺបានលើថាលោកពូម្នាក់ហ្នឹងពិតជាស្រែកខ្លាំងដូចនេះជនគាត់ក៏បានប្រាប់ឲ្យបរិសម្នាក់ហ្នឹងគឺកុំស្រែកខ្លាំងពេកបើបរិសម្នាក់ហ្នឹងគឺស្រែកខ្លាំងពេកនោះវានឹងអាចមានគ្រោះថ្នាក់មកកាន់ពួកគេទាំង3នាក់បានតែមានជនគឺបាននិយាយឲ្យនោះយាណានាងក៏បានសួរហាក់ឈរថាយើងហ្នឹងគឺត្រូវចាក់ចេញពីកន្លែងមួយហ្នឹងឥឡូវហ្នឹងមែនទេតែហាក់ឈរគឺបានលើយាណាសួរដូច្នេះគាត់ក៏បានតបទៅកាន់យាណាយ៉ាងលឿនវិញថាគឺពួកយើងឥឡូវហ្នឹងគឺមិនអាចជួយនរណាម្នាក់បានទេនៅពេលឥឡូវហ្នឹងហើយប្រសិនបើពួកយើងគឺជួយគាត់ប្រហែលជាពួកយើងនឹងអាចមានហានិភ័យខ្ពស់ផងដែរអញ្ចឹងទៅពួកយើងគួរតែជៀសវាងអំពីរឿងមួយហ្នឹងតែមានជនគឺបានលឺហាក់ឈលគឺមិនចង់ជួយដូច្នេះគាត់ពិតជាស្រឡាំងកាំងខ្លាំងមែនតើពេលហ្នឹងមានជនគាត់ក៏បានហៅហាក់ឈលហ្នឹងឲ្យឈប់មានជនគឺគាត់បាននិយាយថាគឺគាត់មានវិធីដើម្បីជួយបរិសម្នាក់ហ្នឹងគ្រាន់តែហាក់ឈលគឺបានលឺថាមានជនគឺមានវិធីដើម្បីជួយបរិសម្នាក់ហ្នឹងឈលគាត់ក៏បានសួរមានជនថាតើមានជនហ្នឹងគឺមានវិធីអ្វីដើម្បីជួយបរិសម្នាក់ហ្នឹងទៅគ្រាន់តែមានជនគឺបានលឺហាក់ឈលសួរដូច្នេះគាត់ក៏បានតបទៅកាន់ហាក់ឈលយ៉ាងលឿនវិញថាគឺគាត់ហ្នឹងគឺមានគំនិតមួយដើម្បីជួយទៅកាន់បរិសម្នាក់ហ្នឹងមានជនគឺគាត់បាននិយាយថាអ្វីដែលពួកយើងគឺត្រូវធ្វើឥឡូវហ្នឹងពីពួកយើងហ្នឹងគឺមានគ្នា3នាក់ហើយយើងនឹងឲ្យនរណាម្នាក់គឺរត់ទៅបញ្ឆោតស៊ុំប៊ីទាំងអស់ហ្នឹងទៅខាងក្រោមស្ពានមួយហ្នឹងហើយគឺនៅសល់បរិស2នាក់ទៀតនៅពេលដែលបរិសម្នាក់នោះដែលបានបញ្ឆោតស៊ុំប៊ីមួយហ្នឹងហើយនោះគាត់គឺបានរត់ដល់កន្លែងសារវត្ថិភាពហើយយើងនឹងឲ្យបរិស2នាក់ទៀតគឺរុញទៅកាន់ឡានមួយហ្នឹងបិទទៅកាន់ទ្វារហ្នឹងភ្លាមតែម្ដងអញ្ចឹងទៅធ្វើឲ្យស៊ុំប៊ីនោះគឺវាមិនអាចចេញមកខាងទៀតបាននោះទេគំនិតមួយហ្នឹងគឺគាត់ចេះតាំងពីក្មេងឯណោះដោយសារតែគាត់គឺបានធ្លាប់ហាត់រៀនរុញឡានជាមួយនឹងលោកប៉ារបស់គាត់ហាក់ឈលគឺខ្ញុំបានដឹងថាលោកគឺមានរបួសអញ្ចឹងទៅខ្ញុំគឺជាអ្នកតាក់ទាញស៊ុំប៊ីទាំងអស់ហ្នឹងខ្ញុំនឹងផ្លាស់ទីទៅកន្លែងដែលខ្ញុំគឺបានប្រាប់លោកទាំងអស់ហើយហ្នឹងលោកគ្រាន់តែធ្វើតាមគម្រោងដែលខ្ញុំគឺបានប្រាប់លោកទៅពេលដែលហាក់ឈលគឺបានលឺមានជននិយាយអញ្ចឹងទៅគាត់ក៏បានសួរថាតើមានជនហ្នឹងគឺពូកែរត់ដែរឬទេបើសិនបើស៊ុំប៊ីគឺរត់ទាន់មកកាន់គាត់នោះប្រហែលជាស៊ុំប៊ីអាចនឹងសម្លាប់មកកាន់គាត់បានមានជនគឺគាត់បានតបវិញថាគឺវាមិនអីនោះទេហើយគាត់ក៏មិនខ្លាចទៅកាន់ស៊ុំប៊ីទាំងអស់នោះគឺដេញផងដែរតែពួកគេទាំងពីរគឺបានយល់អំពីមានជននិយាយហើយនោះពួកគេក៏បានចាប់ផ្ដើមឋានការភ្លាមតែម្ដងហាក់ឈលគឺគាត់បានងារកំភ្លើងដើម្បីបាញ់ដាស់ទៅកាន់ស៊ុំប៊ីទាំងអស់ហ្នឹងតែហាក់ឈលគឺបានបាញ់កំភ្លើងហើយហ្នឹងមានជនគាត់ក៏បានរត់ចុះពីកម្មចម្ដាលយ៉ាងលឿនមានជនគឺគាត់ធ្វើបែបហ្នឹងដើម្បីបញ្ឆោតស៊ុំប៊ីទាំងអស់ហ្នឹងគឺរត់មកតាមគាត់ទាំងអស់នៅពេលដែលស៊ុំប៊ីទាំងអស់ហ្នឹងគឺបានរត់មកតាមគាត់ហើយហ្នឹងគាត់នឹងរត់ទៅក្រោមស្ពានម្ដងទៀតហើយគាត់នឹងរត់កេហើយនៅពេលដែលមានជនគឺបានរត់គៀងស៊ុំប៊ីទាំងអស់នោះគឺចូលទៅក្រោមស្ពានហើយនោះឈលគឺគាត់បានឃើញថាស្ថានភាពបែបនេះវាពិតជាល្អប្រសើរខ្លាំងមែនតើហើយហាក់ឈលគឺគាត់បាននាំយាណាហ្នឹងគឺរត់ទៅជាមួយនឹងគាត់ដើម្បីទៅគៀនឡានបីចាំមានជនហ្នឹងគឺរត់ចេញមកខាងក្រៅវិញនៅពេលដែលហាក់ឈលគឺបានរងចាំកន្លែងឡានហើយនោះយើងក៏បានឃើញថាមានជនគឺបានបញ្ឆោតស៊ុំប៊ីហើយនោះគាត់ក៏បានរត់មកវិញហើយនោះហាក់ឈលហើយនឹងយាណាពួកគេទាំងពីរក៏បានរុញឡានហ្នឹងដើម្បីបិទទៅកាន់ស៊ុំប៊ីទាំងអស់នោះដែលធ្វើឲ្យស៊ុំប៊ីទាំងអស់ហ្នឹងក៏ត្រូវជាប់ខាំងនៅក្រោមស្ពានមួយហ្នឹងបាត់អស់ទៅគ្រាន់តែផែនការមានជនគឺបានជោគជ័យហើយនោះយើងមើលទៅកាន់មានជនទៅហាក់ដូចជាគាត់ពិតជាហត់ខ្លាំងមែនតើពេលដែលមានជនគឺគាត់កំពុងតែហត់នោះយើងក៏បានឃើញថាលោកពូក៏បានរត់មកអរគុណទៅកាន់ពួកគេទាំងអស់គ្នាលោកពូវរៈហ្នឹងក៏បានអោនគោរពទៅកាន់មានជនដោយមានជនហ្នឹងគឺបានជួយមកកាន់ជីវិតរបស់គាត់អញ្ចឹងទៅតែមានជនគឺបានឃើញថាលោកពូម្នាក់ហ្នឹងគឺអោនគោរពមកកាន់គាត់អញ្ចឹងទៅគាត់ក៏បានឲ្យលោកពូថាប់ក្រោកឡើងគឺគាត់ហ្នឹងគឺមិនចង់ឃើញថាពូគឺធ្វើអញ្ចឹងដាក់មកកាន់គាត់នោះទេហើយសាច់រឿងរបស់យើងក៏ចប់ត្រឹមហ្នឹងដែរបាយអ្នកនរគ្នាជប់